ហ្នឹងហើយថ្ងៃនេះខ្ញុំចង់បង្ហាញអំពីរូបមន្តទាំង10ដែលយើងអាសាប្រើញឹកញាប់នៅក្នុងកម្មវិធី Excel ថ្នាក់ដំបូងសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃអញ្ចឹងចំពោះការរៀបចំតារាងនេះគឺជា Excel ថ្មី new book ថ្មីហើយអញ្ចឹងខ្ញុំសូមរៀបចំតារាងបន្តិចសិនឧទាហរណ៍ហើយកន្លឹះខ្លះៗក្នុងការប្រើរូបមន្ត sum average make min today upper lower count if count a ហើយ abs ទាំង10ហ្នឹងខ្ញុំនឹងបញ្ចូលទូមួយអញ្ចឹងទី1ខ្ញុំសរសេរអ្វីដែលយើងត្រូវប្រើដូចជា formula មានរូបមន្តដែលយើងត្រូវប្រើដាក់នេះទៅ value 1 value អូខេ3អញ្ចឹងមកហើយ result អូខេអញ្ចឹងខ្ញុំចង់ដាក់ពណ៌នៅក្នុងនេះមួយទៀតចុចយើង select ទាំង3ទាំង4 column ហ្នឹងមកខ្ញុំដាក់ពណ៌វាពណ៌នេះចុះអូខេអញ្ចឹងមុនដំបូងយើងត្រូវស្គាល់អំពីរូបរាងបែបផែននៃកម្មវិធី Excel ជាមុនសិនអញ្ចឹងណាឧទាហរណ៍ខ្ញុំឈរនៅក្នុង formula នៅក្នុង column លេខ column អក្សរ B row ទី4អញ្ចឹងអានេះយើងហៅថា column អានេះយើងហៅថា row ជាប់រាប់1 2 3 4 5រហូតដល់ row ទី n អញ្ចឹងទៅ column ដូចគ្នា A B C ដល់ row column ទី n អញ្ចឹងទៅអញ្ចឹងខ្ញុំឈរនៅចំណុច B នេះគឺវាដាក់ថា B4 អញ្ចឹងមានន័យថា column អក្សរ B row ទី4ហ្នឹងណាអាហ្នឹងយើងត្រូវច្បាស់កន្លែងហ្នឹងដូចគ្នានៅពេលដែលយើងសរសេររូបមន្តជួនកាលមានរូបមន្តខ្លះយើងអាចសរសេរតាមគេប៉ុន្តែវាចេញ result ខុសដោយសារយើងឈរ row និង column ខុសអូខេអញ្ចឹងរូបមន្តដំបូងដែលខ្ញុំនឹងបង្ហាញគឺតាក់ទងជាមួយនឹងរូបមន្ត sum អញ្ចឹងឧទាហរណ៍យើងមានតម្លៃ value ទី1ខ្ញុំមានតម្លៃលេខ12 value ទី2លេខ13 value ទី3លេខ14អញ្ចឹងទៅអញ្ចឹងយើងចង់បូក value ទាំងអស់នេះចូលគ្នាតើ value ទី1ដល់ទី3ហ្នឹងមានតម្លៃសរុបប្រមាណអញ្ចឹងយើងប្រើរូបមន្ត sum អូខេនៅក្នុង Excel ការប្រើ formula ប្រើរូបមន្តគឺដាច់ខាតពីមុខវាគឺយើងដាក់សញ្ញាស្មើដើម្បីវាជាសញ្ញារបស់ Excel អញ្ចឹង sum អក្សរតូចក៏បានអក្សរធំក៏បាន sum មាន number 1រហូតដល់ number n នេះមានន័យថាយើងចង់បូកតម្លៃពីណាទៅណាអញ្ចឹងនៅក្នុងនេះខ្ញុំចង់បូកពី value 1ដល់ value 3មែនទេអញ្ចឹងយើង select ពី1ដល់3នេះ select បែបនេះយើងបិទវងកញ្ចក់ក៏បាន enter មកក៏បានអញ្ចឹងនៅក្នុងនេះគឺវាដាក់ឲ្យ sum c 5ដល់ e 5មានន័យថា c ស្ថិតនៅក្នុង column អក្សរ c លេខ5នេះ row ទី5 value 2ស្ថិតនៅក្នុង column អក្សរ d row ទី5ដូចគ្នា e 5ដូចគ្នាអញ្ចឹងហេតុអីបានវាអត់មាន d ដោយសារយើងអូសពីហ្នឹងមកគឺវាមាន row ដូចគ្នាអញ្ចឹងវាអត់ចាំបាច់ចាប់ d ទៀតទេវាចាប់ row ដូចគ្នាមកហើយ enter មកតម្លៃដែលយើងទទួលបានគឺ39អូខេអញ្ចឹងតម្លៃរបស់យើងគឺ39មានន័យថាយើងបូកពី value 1ដល់ value 3អញ្ចឹងនេះគឺជារូបមន្ត sum សរុបមកវិញរូបមន្ត sum គឺជារូបមន្តដែលយើងបូកលេខចង់តម្លៃណាមួយដែលមាន value ច្រើនឧទាហរណ៍យើងមានច្រើនយ៉ាងហ្នឹងទៀតមិនមែនថា3ទេថា4 5 6គេប្រើវាសម្រាប់ធ្វើគណនាលេខពិតប្រាកដគណនាសាច់ប្រាក់គណនាអីចឹងទៅអូខេចូលដល់រូបមន្តបន្ទាប់រូបមន្ត average តើ average គឺជារូបមន្តអី average គឺជារូបមន្តដែលធ្វើការគណនារកមធ្យមភាពយើងឃើញជាក់ស្ដែងនៅក្នុងគ្រឹះស្ថានសិក្សាគឺគេប្រើរូបមន្ត average ដើម្បីគណនាមធ្យមភាពសម្រាប់សិស្សម្នាក់បឋមសិក្សាវិទ្យាល័យឬក៏អនុវិទ្យាល័យសាកលក៏គេប្រើនឹងដូចគ្នាដោយ average នេះយើងគណនារបៀបដែលវាគណនាគឺយកចំនួនមុខវិជ្ជាទាំងអស់មកចែកនឹងចំនួនមុខវិជ្ជាមួយវិញឧទាហរណ៍យើងមានខ្មែរគណិតរូបគីមីជីវៈ12មុខអញ្ចឹងទៅឧទាហរណ៍បន្ទុកសិស្សម្នាក់មួយមុខមានប៉ុន្មានគេយកបន្ទុកបូកចូលគ្នាហើយចែកចំនួននឹង12នៃមធ្យមភាពដើម្បីស្វែងរកមធ្យមភាពអញ្ចឹងនៅក្នុងនេះខ្ញុំឧទាហរណ៍ value 1យើងមានលេខ2 value 2លេខ3លេខ5អូខេ10អញ្ចឹងមក5អញ្ចឹងយើងចង់ដឹងថា average នៃចំនួនហ្នឹងប្រមាណទៅអញ្ចឹងយើងប្រើដូចគ្នាស្មើ a v e r a g e average តម្លៃចំណាត់
enter មកអញ្ចឹងនេះគឺជាចំនួន average មានន័យថាយើងបូកចូលគ្នាចែកជា3ទៅខ្ញុំសាកសិនពេលលោកខុសព្រោះខ្ញុំអត់សូវច្បាស់ដែរអារឿងមធ្យមភាគអីហ្នឹងប៉ុន្តែ5ស្មើចែក3អូខេថើហើយមានន័យថាយើងបូកcolumn 3នេះចែកនឹង3ដើម្បីរកមធ្យមភាពអូខេ average 1ចូលដល់រួមមុនបន្ទាប់រួមមុន match អូខេរកចំនួនដែលធំជាងឧទាហរណ៍នេះខ្ញុំមាន100 102 110 105ហើយនឹង99 105អញ្ចឹងដែរតើតម្លៃទាំងអស់ហ្នឹងមួយណាលេខមួយណាដែលធំជាងគេអញ្ចឹងប្រើមក match យេពីនេះដូចគ្នា110គឺជាចំនួនធំជាងគេចាអានេះឧទាហរណ៍ខ្ញុំដូរលេខ120គឺជាចំនួនដែលធំជាងគេអញ្ចឹងកន្លែងហ្នឹងយល់ទេនៅពេលដែលយើងចង់ដឹងថាឧទាហរណ៍យើងមានច្រើនចំនួនច្រើនដែលយើងមិនអាចដឹងឬក៏ចំនួនដែលប្រហែលគ្នាយើងប្រើរួមមុនហ្នឹងដើម្បីយើងចង់ដឹងថាតើចំនួនមួយណាដែលធំជាងគេ min ដូចគ្នារកចំនួនដែលតូចជាងគេវិញ102 10 105ហើយនឹង121អូខេតើចំនួនណាដែលទូចជាងគេប្រើ min 1/5នេះ102ដែលទូជាងគេចានេះខ្ញុំដាក់តែ99លេខ99គឺជាលេខដែលទូជាងគេអូខេនេះគឺជារួមមុន min ចូលដល់បន្តមួយទៀតរួមមុន today អញ្ចឹង today គឺជារូបមន្តដើម្បីឲ្យយើងរកតម្លៃថ្ងៃបច្ចុប្បន្នអូខេអញ្ចឹងឧទាហរណ៍ខ្ញុំចង់ដឹងថ្ងៃហ្នឹងថ្ងៃទីប៉ុន្មានអញ្ចឹងឬក៏យើងឲ្យវា generate ថ្ងៃអូតូនៅពេលដែលយើងធ្វើកិច្ចការរួចធ្វើនៅថ្ងៃទីខែឆ្នាំឲ្យវា generate មកអូតូមកអញ្ចឹងយើងប្រើរូបហ្នឹងឧទាហរណ៍ស្មើ today នេះអញ្ចឹងថ្ងៃហ្នឹងថ្ងៃទី15ខែ11 2025អញ្ចឹងបើសិនជាយើងចង់បំលែងវាទៅជាអក្សរខ្មែរឬមួយក៏យើងឲ្យវា more detail ជាងហ្នឹងយើងចូលមក number នេះអាឡែង number នេះចុចលើ number ហ្នឹងមកអញ្ចឹង date នេះdate មែនទេ Saturday November 15 2025ហ្នឹងបើយើងចង់ customize យើង customize ឧទាហរណ៍ខ្ញុំដាក់ខ្មែរចុះឧទាហរណ៍ KHKM ណា DMY កន្លែងហ្នឹងជប់សិន I feel ដូចជាអូខេកន្លែងនេះយើងចាប់ដើមយើងចាំ research មើលតាមក្រោយណាD នេះ D យើងបើវាវាយ D 2ដងថ្ងៃចេញទី15 3ដងថ្ងៃD YY ចឹង Saturday November 2025ខ្ញុំដាក់ប៉ុណ្ណេះអូខេចឹង today គឺជាការកណនារកចំនួនថ្ងៃបច្ចុប្បន្នចឹងឧទាហរណ៍ថ្ងៃស្អែកមកដល់កន្លែងនេះគឺប្រកាសជាវាឡើងដល់16ហើយអញ្ចឹងវាអូតូមក automatically គឺវា16 17មកអញ្ចឹងរហូតនេះគឺជារួមមុន today អូខេបន្តមកទៀតយើងកណនារក upper រួមមុន upper ចឹង upper គឺជារួមមុនដែលបំលែងអក្សរតូចទៅជាអក្សរធំឧទាហរណ៍ខ្ញុំដាក់ថា 100ចឹងខ្ញុំចង់ឲ្យឈ្មោះទាំងអស់ហ្នឹងទៅជាអក្សរធំឧទាហរណ៍យើងមានអក្សរទូចច្រើនឬមួយក៏ឈ្មោះច្រើនដែលមានអក្សរទូចយើងចង់បំលែងវាទៅជាអក្សរធំយើងប្រើ upper អូខេនេះចេញមកអក្សរធំហើយ lower ក៏ដូចគ្នា lower រកអក្សរតូចចឹងណាដែលចឹងណាស្មើ lower នៃឈ្មោះរបស់ខ្ញុំនេះវាមកអក្សរតូចវិញហើយបន្តមកទៀត count if
កន្លែងនេះក៏សំខាន់ដែរ count if គឺយើងប្រើច្រើននៅក្នុង count if អញ្ចឹង count if យើងជារួមមុនមួយនៅពេលដែលអ្នកទាំងអស់គ្នាចង់ធ្វើការរាប់តម្លៃណាមួយដោយមានលក្ខខណ្ឌណាដែលរាប់តម្លៃដែលធំជាង10តូចជាង10អីអញ្ចឹងទៅមានលក្ខខណ្ឌយើងប្រើ count if គេខ្ញុំមានតម្លៃ10 20 30អូខេអញ្ចឹងខ្ញុំនឹងប្រើរួមមុន count if ដើម្បីគណនារកតម្លៃដែលធំជាង10អូខេអញ្ចឹងខ្ញុំដាក់ស្មើមក count if អូខេតម្លៃដែលយើង draw បន្តមកកន្លែងនេះវាអត់ទាន់ចប់សំណឹងទេដោយសារតែយើងអត់ទាន់ criteria មានន័យថាយើងអត់ទាន់ដាក់លក្ខខណ្ឌឲ្យវាអញ្ចឹង count if យើងប្រើដើម្បីដាក់លក្ខខណ្ឌឲ្យវាអញ្ចឹងមិញខ្ញុំចង់បានតម្លៃដែលធំជាង10ណាអញ្ចឹងនៅក្នុងគ្លីកនេះយើងបើកថ្មិញកដោ2មកធំជាងឬស្មើ10អូខេ enter មកអូខេមានតម្លៃតែមួយទេនៅក្នុងហ្នឹងឧទាហរណ៍អានេះខ្ញុំដាក់10ដែរអញ្ចឹងវាលោត2ហើយបើអានេះ10ទៀតលោត3ហើយចេះបើតូចជាង10 9 3ដូចគ្នា12តែ2ទេអញ្ចឹងមានន័យថាបើធំជាង10អានេះខ្ញុំដាក់ធំឲ្យតូចជាង10ធំជាងអូខេធំជាង10 12អូខេ2ចឹងនេះ8អញ្ចឹងតូចជាងវាអត់រាប់ទេអញ្ចឹងវារាប់លេខណាដែលធំជាង10អញ្ចឹងនៅក្នុង3ហ្នឹងលេខធំជាង10មានតែលេខ10ព្រោះមានលេខ30វាលោតមក2ហើយអញ្ចឹង count if គឺជារួមមុនដែលយើងរកលក្ខខណ្ឌបែបហ្នឹងអូខេចូលទៅដល់ count a អញ្ចឹង count a នៅពេលដែលអ្នកទាំងអស់គ្នាចង់ធ្វើការរកតម្លៃណាមួយដែលលក្ខខណ្ឌដូចគ្នានឹងចំពោះ count a ហើយវាមានតម្លៃអញ្ចឹងទៅអូខេអញ្ចឹងឧទាហរណ៍ខ្ញុំដាក់លេខឥឡូវនេះខ្ញុំដាក់ hello ក្នុងនេះខ្ញុំដាក់23អូខេនេះខ្ញុំដាក់10អញ្ចឹងទៅអញ្ចឹងខ្ញុំដាក់ count a count a hello 23 10ចេញអត់អញ្ចឹងនៅក្នុងហ្នឹងបើយើងអត់ដាក់លក្ខខណ្ឌពេគឺវាចេញទាំងអស់ hell មិន hello នេះជើទី hell ចុះបើខ្ញុំចង់ដាក់វាជាឧទាហរណ៍បើការងារបច្ចុប្បន្នយើងដើររកhellមាន4 characterកុំឲ្យអ្នកទាំងអស់គ្នាបាក់ខ្ញុំបញ្យល់ព្រោះត្រួសតែប៉ុណ្ណឹងសិនអញ្ចឹងនៅក្នុង column value ទាំងអស់ហ្នឹងគឺវាមាន3តម្លៃ3នៅក្នុងហ្នឹងអញ្ចឹងវាអត់ខ្វល់អាណាតូចអាណាធំទេសំខាន់វារាប់មកទាំងអស់វារាប់មក count a ទាំងអស់អូខេបន្តមកទៀត ABS អញ្ចឹង ABS រកតម្លៃដែលមានដាច់ខាតដែលវាផ្ទុយគ្នាឧទាហរណ៍ខ្ញុំដាក់ដក100អូខេ3ឲ្យ60អូខេ120អញ្ចឹងយើងដាក់ស្មើ ABS អូខេតម្លៃដែលទាំងអស់ហ្នឹងវាមកហើយជប់ចាំបន្តិចខ្ញុំដាក់ខុសហើយវាគួរតែបដូរវាស្មើ ABS នៃ100ឃើញទេពីដកមកបូកចាស់បើ ABS នៃ360នេះអញ្ចឹងនេះបូកដដែលអូខេអញ្ចឹង10រួមមុនយើងស្គាល់ sum average mean today upper lower count if count a ហើយនឹង ABS ហើយនៅក្នុងមេរៀនបន្ទាប់យើងនឹងរៀនអ្វីដែលថ្មីជាងរួមមុនហ្នឹងហើយយើងនឹងអនុវត្តវាទាំងអស់គ្នាអូខេអរគុណច្រើន